ទីបំផុតគឺខ្ញុំអាចរកមុខអ្នកឈ្នះ challenge ទាំង3រូបដែលបានទទួលទឹកប្រាក់សរុបពីខ្ញុំ$1,700ឃើញហើយបងប្អូនហើយក្រៅពីនេះចំពោះអ្នកដែលគាត់អត់បានឆ្លង JVP ប៉ុន្តែពួកគាត់ក៏បានទទួលក៏ដូចជាច្រើនពីខ្ញុំទៀតហើយជានេះទៅទៀតសម្រាប់បេក្ខភាពដែលគាត់ចូលរួមលេង challenge របស់ខ្ញុំទាំងមានផ្ទៃពោះខ្ញុំក៏បានត្រៀមកាដូបន្ថែមជាពិសេសជូនគាត់ដែរតោះតើអត់មើលទាំងអស់គ្នាមើលថាក្នុងកាដូហ្នឹងមានអីនោះអត់នឹកស្មានទេថា challenge របស់ខ្ញុំគឺមានចំនួនអ្នកដែលគាត់ចូលរួមលេងគឺច្រើនខ្លាំងមែនតើហើយឥឡូវនេះទីបំផុតពួកយើងអាចស្វែងរកអ្នកឈ្នះបានឃើញហើយថ្ងៃនេះគឺខ្ញុំបានអញ្ជើញបេក្ខភាពទាំង10នាក់ដែលគាត់បានចូលរួមលេង challenge របស់ខ្ញុំដែលយើងជ្រើសរើស10នាក់ចុងក្រោយនោះមកញ៉ាំបាយជុំគ្នាម្ដងដើម្បីបង្កើតភាពស្និទ្ធស្នាលហើយក៏ដូចជាអរគុណដល់ពួកគាត់ដែលបានចំណាយពេលវេលាចូលរួមលេងជាមួយនឹង Kinry B Challenge របស់ខ្ញុំនេះដោយឡែកបេក្ខភាពទាំង3-400នាក់ដែលគាត់បានចូលរួមលេងទាំងអស់ហ្នឹងខ្ញុំក៏បានរៀបចំក៏ដូចជាពិសេសដើម្បីលើកទឹកចិត្តពួកគាត់ដែរប៉ុន្តែដោយឡែកបេក្ខភាពមួយចំនួនទៀតគឺគាត់អត់បានជួយ Telegram របស់ខ្ញុំទេអញ្ចឹងទៅគឺក្រុមការងារគឺអត់អាចស្រង់ឈ្មោះរបស់គាត់ក៏ដូចជាស័យដ្ឋានគាត់ផ្ញើកាដូឲ្យគាត់បានទេមកដល់ភ្លាមមិនទាន់បានទាំងចែកវ័នផងឥឡូវនេះមកទទួលកាដូមុនគេវិញម្ដងដែលនេះគឺបានមកពីអាម៉ាវដែលគេផ្ញើកូនដំរីខ្ជូតនេះពីខាងសៀមរាបមកហើយខាងបេក្ខភាពរបស់ខ្ញុំនេះវិញគឺបានទិញរូបអប្សរានេះយកមកផ្ញើខ្ញុំទៀតអូយខ្ញុំឡើង excited មែនតើហើយឡើងខ្ជូតហ្មងណាបងប្អូននិយាយរឿងបេក្ខភាពមួយចោះពួកគាត់ទាំងអស់គ្នាពេលដែលខ្ញុំណាត់ញ៉ាំបាយហ្នឹងគឺសិតសឹងតែអត់ដឹងទេថាខ្លួនឯងនឹងបានចុះចំណាត់ថ្នាក់មួយណាលេខប្រមាណបានប្រមាណអីគឺគាត់អត់ដឹងអត់ខ្វល់បដ ாய் គាត់និយាយតែមួយម៉ាត់ទេទោះបានលេខប៉ុន្មានក៏លេខទៅសំខាន់គឺបានជួបខ្ញុំអើយរំភើបខ្លាំងណាស់ហើយខ្ញុំដឹងបងប្អូនទាំងអស់គ្នាគិតមិនទេតែបើសម្រាប់ខ្ញុំមកពេលដែលប្រកាសលទ្ធផលគឺខ្ញុំអត់ហ៊ានប្រឈមមុខហ្មងអញ្ចឹងហើយបានតែខ្ញុំប្រកាសលទ្ធផលហ្នឹងនៅក្នុងក្រុម Telegram មុនពេលដែលពួកគាត់មកជួបគ្នាដែលអ្នកខ្លះទៀតទៅកំពុងតែចេញដំណើរតាមផ្លូវក៏ដឹងទៅថាគាត់ជាប់លេខប្រមាណឬក៏ជាប់មិនជាប់អីតាមហ្នឹងទៅប៉ុន្តែជាក់ស្ដែងទឹកមុខពួកគាត់ពេលដែលមកជុំគ្នានេះគឺគាត់សប្បាយចិត្តមិនខ្វល់ថាគាត់ជាប់លេខប្រមាណទេហើយអ្នកដែលជាប់លេខហ្នឹងក៏កាន់តែសប្បាយចិត្តទៀតទៅខ្ញុំបានលុយអាហ្នឹងអត់សប្បាយមិនកើតហើយនេះក៏ជាកាដូលើកទឹកចិត្តសម្រាប់បេក្ខភាពដទៃទៀតដែលគាត់បានជាប់ចំណាត់ថ្នាក់គឺមានជាមួយនឹងប្រដាប់របស់ខ្ញុំគ្រប់មុខតែម្ដងមានទាំងសាប៊ូដុសស្បែកកម្ចាត់ក្លិនខ្លួនជួយឲ្យសាច់របស់យើងស្អាតមានសំណើមបំបត្តិរោលលាមាស់មានទាំង scrub ប្រេងចិនសាយមានទាំងម៉ាស់មុខមានទាំង B spray ហើយមានទាំងប្រេងទៀតនិយាយទៅខ្ញុំមានលក់អីគឺក្នុងកន្ត្រកហ្នឹងគឺមានទាំងអស់ហើយបងប្អូនសាក់ទាយលើមើលថាក្នុងកន្ត្រកហ្នឹងមានប្រមាណមុខមួយមុខប្រមាណហើយតម្លៃពេញរបស់វាមានតម្លៃមួយកន្ត្រកហ្នឹងប៉ុន្មានបើសិនជាបងប្អូនទាយត្រូវគឺខ្ញុំឲ្យ scrub មួយឈុតធំ free ហើយកុំភ្លេច like share វីដេអូនេះផងតោះឥឡូវគឺយើងមកសម្ភាសជាមួយនឹងបេក្ខភាពរបស់យើងទាំង3រូបដែលគាត់បានជាប់ចំណាត់ថ្នាក់ពីខ្ញុំសិន Hello ទីស្អាតជួយណែនាំឈ្មោះតិចមកខ្ញុំឈ្មោះយូចាឥឡូវខ្ញុំណែនាំគាត់បន្ថែមទៀតគាត់គឺជាបេក្ខភាពដែលបានទទួលចំណាត់ថ្នាក់លេខ1ចាដែលបានទទួលទឹកប្រាក់$1,000បាច់ញឹមទេចូលមកដល់ដំបងបងប្អូននិយាយថាស្លេកគាត់ថាចំផៃអូនឯងថៃអត់អីកូនគាត់តែលុយទេវាគាត់ជាលុយទេអត់អីគាត់ភ័យហ្មងហើយមិនភ័យតែឯងទេគ្នាគេមកទេអូនឯងជាអតិថិជនផ្ទាល់ឬក៏ពេលដែលគ្រាន់តែបងប្រកាសហ្នឹងឆ្លងហ្នឹងបានអូនទុំទិញប្រើទេបងប្រើផ្ទាល់ហ្មងហើយពេលហ្នឹងតំទិញដូចថាតំទិញថ្ងៃហ្នឹងថ្ងៃស្អែកមួយប្រកាសម្ដងហើយថតបណ្ដោយបងឃើញនៅក្នុងបន្ទប់ទឹកអូនដូចមានច្រើននោះត្រូវអត់មានច្រើនអញ្ចឹងទៅនៅពេលដែលប្លង់មួយដែលគាត់ថតខ្លួនគាត់នៅក្នុងបន្ទប់ទឹកវាដូចជាបង្ហាញឲ្យឃើញច្បាស់ថាគាត់គឺជាអតិថិជនច្បាស់របស់ Kinry ហ្មងអញ្ចឹងហើយបានខ្ញុំសម្រេចចិត្តយកគាត់ដែរហ្នឹងហើយអារម្មណ៍មើលមិនដែរអារម្មណ៍សប្បាយត្រូវសប្បាយហើយលុយតែគេពីសប្បាយមានអីទៀតដែររំភើបបានជួបបងឯងរំភើបមិនឆ្លាស់គ្នាមិនអង្គុយចិត្តខ្ញុំផងហ្នឹងណាហើយចាប់ដើមចូលលេងដំបងដែលគិតថាខ្លួនឯងគឺជាអ្នកដែលឈ្នះលេខ1ក្នុងចំណោមអ្នកដែលគាត់ឈ្នះរាប់រយអ្នកហ្នឹងអត់សូវផងបងដោយសារពួកគាត់ធ្វើវីដេអូលុយអត់សូវមានសង្ឃឹមដែរមិនសូវបានថាសង្ឃឹមដែរតែអត់សោះទេចាំមានដឹងហេតុអីបានជាបងចេះរើអូនអត់កុំយល់អត់តាមពិតទៅវីដេអូដែលខ្ញុំជ្រើសរើសគាត់ដោយសារតែខ្ញុំដឹងគ្រាន់តែអាប្លង់ចាប់កដាកមួយគាត់ធ្វើហ្នឹងគឺវាចំណាយពេលបាត់ទៅហើយខ្ញុំគ្រាន់តែឃើញវីដេអូហ្នឹងបងឃើញវីដេអូហ្នឹងជាពាក់កដាលប្រកាសហើយប៉ុន្តែបងគាត់ថាគាត់បានទាញចំណាប់អារម្មណ៍ពីខ្ញុំហើយបាត់ដំបងគេតែគាត់ថាមិនដឹងថាអ្នកណាដែលអាចយកឈ្នះគាត់បានបន្ទាប់ពីលេខរបស់គាត់ប៉ុន្តែក្រោយពីការសម្រេចសម្រួលខ្ញុំគាត់ថាគ្រាន់តែខ្ញុំជ្រើសរើសម្នាក់ឯងគឺអត់អាចកើតទេខ្ញុំបានសុំពីមតិក្រុមការងាររបស់ខ្ញុំទាំងអស់ហ្នឹងហើយក៏ទស្សនិកជនចាដែលបានបោះឆ្នោតគ្រប់គ្រងដូចគ្នាដែរ
ចឹងមានពាក្យអីអរគុណទៅកាន់ពួកគាត់ទេ អរគុណបងទាំងអស់គ្នាដែលចូលចិត្តវីដេអូខ្ញុំ អត់ទេមានរំចង់ដោះលេខមិនអីយ៉ាងហ្នឹងយកលេខ3វិញហ៎ អត់ទេបង អត់ទេអូខេអញ្ចឹងបន្តទៀតនេះគឺខ្ញុំបកគោលទិនទីឲ្យគេមានណៃ អូមាន ឲ្យ friend របស់ខ្ញុំដើម្បី interview បេក្ខភាពដែលជាប់ចំណាត់ថ្នាក់លេខ2វិញម្ដងអត់សំទីណាអីទេបងនៅហ្នឹងទេអូគាត់មិនមែនទេមិនចង់ឲ្យខាងនេះសំភីទេប៉ុន្តែដោយសារគាត់អត់ភ្លាមគាត់ឆ្លាស់អីហ៊ានអង្គុយចិត្តខ្ញុំម្ដងខ្ញុំមិនដឹងខ្ញុំកាត់អីទេឥឡូវខ្ញុំសុំអត់ហ៊ានមួទេគាត់អៀនខ្ញុំពេក គុំចង់សួរចេះបើថាគាត់អៀងគាត់នៅសើគេចាប់ពេលអាពេលវីដេអូអាយើងថតដាក់អាពេលប្រកួតហ៎ ញ៉ាំញ៉ាំ ឲ្យមិនព្រមដាក់ចឹងឲ្យទុកមិនសោះមើលអូនមូលហេតុអីបានជាអណែងអៀនពួកបងឬមួយក៏ពួកបងមានបញ្ហាអីដែរ ខ្ញុំអីមើល អត់ប្រាប់ផងបានពួកបងអត់អីពួកបងកែលម្អអញ្ចឹងណាអត់ដឹងមិនដែរ រំផុកនឹងលុយដែរក៏មិន แล้วเจ๊กับแม่แต่กับมันเองบ้างนะឈ្មោះអីចា តែខ្ញុំអត់មើលទេ ឈ្មោះអីចាមើលប្រាក់តិចមិនយ៉ាងតែចេះតែអូនតានេះអណៃអង្គុយនេះតាឲ្យបងដាក់ម៉ៃបងដាក់ម៉ៃនឹងឲ្យអូនអង្គុយនេះឲ្យបងអ្នកសួរចេះអណៃអង្គុយណាអង្គុយអមអញ្ចឹងមកមកបាទ មួយសួរណែនាំឈ្មោះតិចមកអូន សួស្តីអ្នកគ្នាខ្ញុំឈ្មោះវិសាលអូខេ គឺថាមកពីខេត្តថងត្រូវអត់អូន បាទមកពីសៀមរាប ហើយពេលដែលមកហ្នឹងបងប្អូនទាំងអស់គ្នាគឺខ្ញុំអត់បានប្រកាសលទ្ធផលប្រាប់ពួកគាត់ទេវីដេអូដែលបងប្អូនឃើញនេះគឺជាវីដេអូដែលក្រោយពេលដែលពួកគាត់ដឹងលទ្ធផលហើយទេអ្នកដែលគាត់ដឹងលទ្ធផលគឺនៅក្នុង top 10 ទាំងអស់គ្នាគឺដឹងលទ្ធផលមកបងប្អូនទស្សនាទៅទៀតហើយមានអារម្មណ៍មិនដែរដែលបានជាប់ជ័យលាភីលេខ3អញ្ចឹង សប្បាយចិត្តបង ហើយដែលគិតថាខ្លួនឯងនឹងអាចជាប់ជ័យលាភីលេខ3អត់ អត់សូវប៉ុន្មានទេបងដោយសារតែពេលដែលខ្ញុំចូលរួមលេង challenge ហ្នឹងគេផុសបានឡើងប្រហែលជា200នាក់ជាងហើយអញ្ចឹងទៅខ្ញុំមករៀងក្រោយដែរអញ្ចឹងខ្ញុំអត់សូវសង្ឃឹមបាន ហ្នឹងហើយតាមពិតទៅសម្រាប់របស់គាត់content concept របស់គាត់គឺអ្នក like ដូចជាអត់ដល់ 10k ត្រូវអត់អូន បាទ ហ្នឹងហើយគឺជាអ្វីដែលខ្ញុំលើកទឹកចិត្តបងប្អូនទាំងអស់គ្នាបើសិនជាខ្ញុំមាន challenge បន្តទៀតគឺឲ្យបងប្អូនចូលរួមលេងព្រោះអីมันប្រកាសថាមាន like ច្រើនចាឬក៏គាត់ធ្វើ concept បែបណាអ្នកមើលតិចឬច្រើនគឺអត់សំខាន់ទេសំខាន់គឺដូចទៅអ្វីដែលខ្ញុំចង់បានហើយមានដឹងទេថាហេតុអីបានបងជ្រើសរើសយកអូន អត់ដឹងហ៎ ឥឡូវបងប្រាប់គាត់បានធ្វើជាវីដេអូខ្ញុំនឹងដាក់នៅខាងលើបងប្អូនមើលវីដេអូរបស់គាត់គឺជាវីដេអូដែលធ្វើជាមួយនឹង spray ហើយ spray នេះទៀតសោតគឺជាមួយនឹងក្រុមការងារគឺខ្ញុំបានគិតគ្នារួចជាស្រេចមុនពេលដែលខ្ញុំបង្កើត challenge នេះហើយថាបើសិនជាអ្នកណាមួយដែលគាត់ធ្វើ challenge ហ្នឹងជាមួយនឹង sport ឬក៏កីឡាដែលត្រូវហាលក្តៅផ្សេងគាត់ធ្វើបាញ់មុនពេលគាត់ចេញទៅខាងក្រៅឬក៏ត្រូវកីឡាអីអញ្ចឹងគឺគាត់នឹងខ្លាចជាអ្នកឈ្នះរបស់ខ្ញុំតែម្ដងហើយចៃដន្យអីគឺគាត់បានធ្វើចឹងមែនគាត់បានបាញ់ spray ហើយបានគាត់ទៅអីគេជីអីគេណាយ៉ាគឺវាត្រូវនៅ concept យើងតែម្ដងទោះបីជាគាត់អត់ voice over ក៏ដោយតែបើសិនជាពេលហ្នឹងហើយបាន voice over បន្តិចទៀតតិចមួយមិនដឹងបន្តពីសម្ភារចំណាប់អារម្មណ៍ពួកគាត់ហើយឥឡូវនេះគឺនាំពួកគាត់មកញ៉ាំអីហើយបរិយាកាសមួយនេះគឺពិតជាស្និទ្ធស្នាលដូចស្គាល់គ្នាតាំងពីឆ្នាំណាមកអញ្ចឹងហើយក្រោយពេលដែលញ៉ាំអីរួចហើយខ្ញុំក៏បានហៅបេក្ខភាពទាំង7រូបទៀតមកទទួលកាដូលើកទឹកចិត្តហើយក្នុងនោះក៏មានបេក្ខភាពម្នាក់ដែលគាត់បានចូលរួមលេងទាំងដែលគាត់កំពុងតែមានផ្ទៃពោះទៀតចឹងហើយអត់ប្រអងយូរខ្ញុំក៏បានរៀបចំបន្ថែមកាដូយ៉ាងពិសេសសម្រាប់ជូនគាត់តោះទៅមើលទាំងអស់គ្នាអីគេអូអត់អីមានរូបថតអត់អីទេទីមកថែណៃគេទីចេះអើយដឹងតែប្រើឲ្យស្រឡាញ់ហើយតែគេសមាជិកគេអូយចាំមើលពេលមាន baby មកឲ្យអត់ដាក់ baby ចូលនៅក្នុងហ្នឹងណាឡើងជឿនមកហ្នឹងហើយតែគេទៅពេទ្យទៅឲ្យបោកវាហើយណែដាក់សម័យមើលមក baby យើងនៅក្នុងហ្នឹងណែគ្រាន់តែបើឃើញកាដូភ្លាមមកបងប្អូនទាំងអស់គ្នាគឺគាត់សប្បាយចិត្តហើយគាត់រត់មកអោបខ្ញុំហ្មងទាំងតែគាត់អៀនខ្លាំងណាស់ខ្ញុំយល់អារម្មណ៍ជាម្ដាយនៅពេលដែលកូនដំបូងអញ្ចឹងទៀតឃើញរបស់អីឬក៏បានរបស់អីគឺមិនស្មើនឹងបានរបស់កូនទេហើយឥឡូវនេះរបស់កូនក៏បានហើយរបស់ម៉ាក់ថៃស្បែកក៏បានទៀតកាដូដែលខ្ញុំជូនគាត់មួយកត្រកនេះគឺសុទ្ធសឹងតែអ្នកផ្ទៃពោះប្រើបានទាំងអស់ថែទាំងសម្រស់បានស្អាតហើយសុវត្ថិភាពទាំងកូនក្នុងផ្ទៃទៀតណាអញ្ចឹងសរុបមករដូវកាលទី1របស់ Kenry B Challenge ក៏ត្រូវបានបញ្ចប់ដោយរលូនអរគុណដល់បងប្អូនទាំងអស់
គ្នាដែលបានចូលរួមលេងជាមួយនឹង challenge មួយនេះសង្ឃឹមថារដូវកាលក្រោយខ្ញុំនឹងបានជួបបងប្អូនសាជាថ្មីដែលនាំជាមួយនឹងកាដូដ៏ច្រើនសន្ធឹកសន្ធាប់និងទឹកប្រាក់ជូនទៅដល់បងប្អូនដែលបានចូលរួម challenge ជាមួយនឹងប្រដា Kinry ទាំងអស់ដូច្នេះហើយកុំភ្លេចចូលរួមលេងជាមួយនឹង Kinry Big Challenge ជាមួយនឹងរដូវកាលបន្ទាប់ទៀតណា Yes